អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសលើហ្គាហ្សាខណៈហាម៉ាស់ថាលោកនេតាន់យ៉ាហ៊ូបញ្ចប់បទឈប់បាញ់ដោយឯកតោភាគីយោធាអ៊ីស្រាអែលនៅថ្ងៃអង្គារទី18ខែមីនាឆ្នាំ2025បានប្រកាសថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយប្រឆាំងទៅនឹងក្រុមហាម៉ាស់នៅទូទាំងតំបន់ហ្គាហ្សាបន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានចប់គាំងនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កងកម្លាំងការពារអ៊ីស្រាអែល IDF និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយដោយកំណត់គោលដៅលើក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សាចំណែកការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញក៏បានបញ្ជាក់ដែរថាលោកនាយករដ្ឋមន្ត្រីប៊ីនចាមីននេតាន់យ៉ាហ៊ូបានចេញការបញ្ជាឲ្យយោធាអ៊ីស្រាអែលចាត់វិធានការសកម្មភាពដ៏ខ្លាំងក្លាប្រឆាំងក្រុមហាម៉ាស់ជាការឆ្លើយតបទៅនឹងការបដិសេធរបស់ក្រុមមួយនេះចំពោះការដោះលែងចំណាប់ខ្មាំងនិងបានច្រានចោលរាល់សំណើបទឈប់បាញ់ទាំងអស់ចាប់ពីឥឡូវនេះទៅអ៊ីស្រាអែលនឹងធ្វើសកម្មភាពប្រឆាំងហាម៉ាស់ជាមួយនឹងការបង្កើនអំណាចយោធានេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោកនេតាន់យ៉ាហ៊ូក្រោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលមន្ត្រីហាម៉ាស់លោកបាសានីមបានអះអាងថាមានមនុស្សចង្ហោច34នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលហើយលោកបានចោទអ៊ីស្រាអែលថាបានបិទបញ្ចប់បទឈប់បាញ់ដោយឯកតោភាគីដែលនេះនឹងធ្វើឲ្យចំណាប់ខ្មាំងក្នុងតំបន់ហ្គាហ្សាស្ថិតក្នុងហានិភ័យនៃជោគវាសនាមិនច្បាស់លាស់